អីទៅសង្ឃៈព្រោះមនុស្សតែមានការជួយគ្នាទៅវិញទៅមកក្នុងសង្គមមនុស្សបើម៉ែឪបើមិនជួយកូនទេជោគវាសនាកូននឹងទៅស្អីជួយសង្គ្រោះជួយដោយគ្រឿងឧបភោគបរិភោគឯសពបែបស្រាហ្នឹងបានយើងជាកូនរស់រានមានជីវិតបានដោយប្រពៃដោយល្អអាយុប្រសើរជីវិតប្រសើរនោះបញ្រៀនតែក្នុងទីនេះលើកពីធ្វើប្តីប្រពន្ធដែលប្រពុតលោកបញ្រៀនឲ្យយើងសង្គ្រោះគ្នា5យ៉ាងបានស្ដាប់ម្ដងទៅឲ្យរួចហើយថ្ងៃនេះបន្ថែមបន្តិចទៅទៀតប្រពុតលោកបញ្រៀនប្តីឲ្យសង្គ្រោះប្រពន្ធ5យ៉ាងទី1ដូចឲ្យយើងប្តីនេះនិយាយសម្ដីល្អពាក្យពីរោះទៅកាន់ភរិយារបស់យើងនៅក្នុងមួយជីវិតហ្នឹងពាក្យល្អពាក្យពីរោះភាសាបាលីធម្មធុរៈវាចាថាសម្ដីផ្អែមដូចទឹកខ្មុំវាចាសម្ដីមធុរៈខ្មុំទឹកខ្មុំពីរោះទី2ពេយវាចាសម្ដីដែលប្រពន្ធឮពាក្យដែលប្តីពោលទៅកាន់ពេញចិត្តចង់ស្ដាប់មិនសង្កេតតិចមិនធុញមិនត្រាន់អីទេសម្ដី2នេះសម្ដីផ្អែមដូចទឹកខ្មុំនិងសម្ដីដែលពេញចិត្តប្រពន្ធស្ដាប់ពេញចិត្តត្រូវប្រកាន់វាចាបែបនេះមួយជីវិតដែលជាប្តីគេណាទោះបីមានការធ្វើអ្វីដែលមិនសមរម្យមិនគួរសមពីប្រពន្ធមកលើយើងធ្វើឲ្យថ្នាំងថ្នាក់ចិត្តក៏គប្បីសាកសួររកហេតុផលនេះដោយសម្ដីល្អជានិច្ចអត់កំហុសកំហែងគំរាមអីទេអានឹងទី1ណាអីល្អទី2ហាមមិនអោយមើលងាយប្រពន្ធរបស់ខ្លួនការមើលងាយនឹងមាន2បែប2យ៉ាងមើលងាយមួយយ៉ាងដោយប្រើពាក្យគំរោះគំរាយអសុរោះណាទៅកាន់ប្រពន្ធណាដូចជាចវាយនាយគេខឹងនឹងកម្មករធ្វើឲ្យបំពេញចិត្តគឺកំហុសគឺគំរាមគឺកំហែងទាំងហ្នឹងអានឹងមើលងាយទី1ហើយដោយវាចាមើលងាយទី2រកទ្រព្យសម្បត្តិបានមកមិនអោយប្រពន្ធទុកដាក់បីបាច់ថែរក្សាទេឃុំក្រងសម្បត្តិទ្រព្យនោះថែរក្សាដោយខ្លួនឯងព្រឹកឡើងទៅរកមហូបពីផ្សារបើកប្រាក់ឲ្យប្រពន្ធទៅទិញមហូបដល់ព្រឹកបើកឲ្យកិរិយាអស់នឹងមិនមែនជាប្តីប្រពន្ធអានោះជាវាយនាយនឹងកម្មករទេគេតែជាវាយនាយគេប្រើកម្មករទេគេឲ្យប្រាក់ទៅទិញបើសិនអ្នកមានគេប្រើកម្មករឲ្យទៅទិញមហូបគេបើកប្រាក់ឲ្យរាល់ព្រឹកតែអញ្ចឹងវាអស់លក្ខណៈប្តីប្រពន្ធបាត់ហើយណាពេលសួរតែប្តីមិនបានមិនប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរកបានឲ្យទៅប្រពន្ធថែរក្សាបើយើងសិក្សាមើលយកបញ្ញាទៅឆ្លោះបញ្ចាំងមើលថាប្តីអត់ទុកចិត្តប្រពន្ធទេខ្លាចប្រពន្ធចិត្តមិនត្រង់តែកេងកាញ់បំបែលោភលៀកទ្រព្យសម្បត្តិនឹងយកទៅណាបំពេតបណ្ដោះយកទៅណាអត់ទុកចិត្តប្រពន្ធចុះបើយើងមិនទុកចិត្តគេយកមកធ្វើប្រពន្ធមិនក៏ប្តីប្រពន្ធទៅមនុស្សចិត្តតែមួយថ្លើមតែមួយស្មោះត្រង់ណាស់គ្នានេះគិតមើលមកនឹងមើលងាយធំបំផុតហើយប្រពន្ធលោក
phân riêngបដីថាទ្រព្យសម្បត្តិបានឲ្យប្រពន្ធថែរក្សានេះប្រពៃណីខ្មែរក៏អនុវត្តទៅតាមហ្នឹងឯងយើងគិតឲ្យម៉ែយើងឪយើងចដូនចតាយើងមើលមកញាក់មុនរកទ្រព្យសម្បត្តិបាននៅលើប្រពន្ធណាទាំងអស់អ្នកណាទៅរកអីតែមិនជួបប្រពន្ធអត់បានទេប្តីអត់ដឹងទេអ្នកណាទៅរកអីប្រពន្ធអត់នៅជួបប្តីតែឆ្លើយបងអើយអូនអីក្មួយចាំជួបអ្នកផ្ទះខ្ញុំអត់ដឹងអីទេគាត់ក៏រុញច្រានហ្នឹងអស់តែនេះបញ្ជាក់ទៅនៅលើប្រពន្ធគ្រប់គ្រងត្រូវប្រគល់ភារកិច្ចថែរក្សាទ្រព្យសម្បត្តិឲ្យដាច់ទៅប្រពន្ធកុំយើងហួងហែងថែរក្សាប៉ុន្តែខ្មែរយើងមានប្រុសមួយដែរបានទ្រព្យសម្បត្តិមកហួងហែងអត់ឲ្យប្រពន្ធរក្សាបើសិនអាត្មាប្រពន្ធវិញអាត្មាបាននៅជាមួយសំលាទៅនៅជាមួយម៉ែវិញព្រោះមកនេះមិនមែនប្រពន្ធគេណាអាហ្នឹងអត់ទេជាអ្នកបំរើគេទេគេអត់ទុកចិត្តទេអាហ្នឹងយ៉ាងប្រយ័ត្នមើលងាយទាំងពីរកុំឲ្យមានអសោះទៅលើភរិយារបស់ខ្លួនសង្គ្រោះទី3ថែរក្សាចិត្តខ្លួនឲ្យស្មោះត្រង់នឹងភរិយាកុំឲ្យបែកបាក់ងាករាយចិត្តទៅលើនារីដទៃក្រៅប្រវេណីដែលមេដាបេដាលោកបានផ្សំគុំឲ្យរៀបធ្វើជាមង្គលអាពាហ៍ពិពាហ៍គឺប្រកបប្រកាសប្រាប់ញាតិមិត្តទាំងអស់ទៅយើងទាំងពីរនាក់នេះជាគូស្វាមីភរិយាហើយគឺប្រកាសឲ្យដឹងគេទទួលស្គាល់ទាំងអស់នោះហើយត្រូវឲ្យស្មោះត្រង់មួយនឹងមួយប្តីមួយប្រពន្ធមួយប្រពន្ធលោកសំដែងថាហ្នឹងប្រពៃណីរបស់សត្វលោករួចញីឈ្មោលប្រុសស្រីមិនមានតែមនុស្សទេសត្វដេរិឆានក៏មានញីមានឈ្មោលដែរគ្រប់ទាំងអស់ឬមិនត្រឹមតែសត្វដេរិឆានទេរុក្ខជាតិដើមឈើដើមព្រៃក៏មានញីមានឈ្មោលដែរឃើញទេតើនឹងដែលបញ្ជាក់ថានឹងវាជាធម្មជាតិទេគ្មានអីប្លែកទេសម្រាប់មនុស្សសត្វទាំងអស់ហ្នឹងតែពុទ្ធសាសនាលោកថាបើសិនណាយើងមានលើសពី1ទៅមានទី1ហើយទៅរកទី2ទៀតពុទ្ធថានឹងអ្នកនឹងស្វែងរកភ្លើងមកដុតគ្រួសារខ្លួនឲ្យឆេះឲ្យក្តៅឲ្យឆេះដែលមានប្រពន្ធណាគេសុខចិត្តឲ្យយើងទៅរកប្រពន្ធ2 3មកទៀតអត់មានអានោះត្រូវដឹងអញ្ចឹងហើយប្រពន្ធលោកថាតទៅរកទី2អានឹងឈប់ប្រពៃណីក៏អបាយមុខគឺប្រធាននៃសេចក្តីវិន័យយើងទៅស្វែងរកសេចក្តីវិន័យមកដាក់ក្នុងគ្រួសារយើងឲ្យវិន័យអន្តរាយឆ្លោះទើសតេងប្រកែកលែងលះគ្នាណាហើយបើបុរាណខ្មែរវិញដូនតាក៏ថាយកថាមិននៅអត់តំបៅទៅហៅជំងឺតែបាទអាខ្លួនឯងអត់មានតំបៅបើទៅហៅជំងឺតំបៅមិនឈឺយកឈើមកចាក់អាព្រៃមិនខ្វាក់យកដៃមកលូកឲ្យខ្វាក់ខ្លួនឯងនេះសត្វតែអំពើខ្លួនឯងទាំងអស់តែនឹងអត់មានទេគឺស្មោះមានភាកក្តីភាពស្មោះត្រង់គ្នាហើយប្រពន្ធលោកហាមទៀតនឹងថាកុំឲ្យមើលនារីជុំវិញខ្លួនជុំវិញខ្លួនមិនជុំវិញខ្លួនមកស្រកជាក្រែងមិនលងសំណោតែជុំវិញខ្លួនមកផែនដីនឹងឯងណាយើងឈោកន្លែងតាណាលើផែនដីទុកចំណុចផែនដីនឹងជាចំណុចសូន្យមើលមកជុំវិញផែនដីលំឲ្យមើលទេ
បើកាលណាយើងសន្លឹងមើលនារីណាមិនលែងមាននារីណាល្អជាងប្រពន្ធយើងទេប្រកាសជាមានតែឃើញរូបល្អជាងប្រពន្ធយើងចិត្តយើងកម្រើករំពើវាអត់ស្ងប់ទេអានឹងចឹងតែបើបានជាមើលទៅឲ្យឃើញទៅឲ្យលោកពន្រៀនទៀតត្រូវគិតថានារីនឹងកូនអញប្អូនអញបងអញម៉ែអញតើបានទេយាយអញអ៊ំអញមីងអញយ៉ាងណាតែកាលណាយើងគិតយ៉ាងដោយបញ្ញាយើងយកទៅចិត្តអត់កម្រើកទេសបានហើយនឹងពីពុទ្ធលោកពន្រៀនគ្រប់រៀនគ្រប់តែមើលថាបើមើលចាអត់ទៅឲ្យគិតថានឹងកូនអញទេប្អូនអញទេបងអញទេម៉ែអញទេយ៉ាងអបបាយនឹងនិយាយពីថែរក្សាចិត្តឲ្យស្មោះត្រង់សង្គ្រោះទី4ត្រូវប្រគល់នៅអិសរិយយោគឺឋានៈជាធំគ្រប់គ្រងទ្រព្យសម្បត្តិមេគ្រួសារទាំងអស់ឲ្យដាច់មុខទៅប្រពន្ធយើងកុំទៅហួងហែងវាស្រួលផងវាមិនពលទេឲ្យគេគ្រប់គ្រងតែរក្សាទៅប្រគល់សិទ្ធិជាធំទី5សង្គ្រោះទំនុកបំរុងគ្រឿងសម្លៀកបំពាក់គ្រឿងអលង្ការមាសពេជ្រទៅជាដើមតុបតែងរាងកាយឲ្យដល់ភរិយារបស់ខ្លួនទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចសង្គ្រោះជួយទំនុកបំរុងបានthế nên ព្រះសម្មាសម្ពុទ្ធលោកឆ្វេងយល់ហើយភាពពិតជាស្ដែងយើងឃើញឲ្យតែនារីស្ត្រីនៅលើផែនដីនេះស្ត្រីមានសម្បុរសខ្មៅលឿងក្រហមក្តីត្រូវការតុបតែងរាងកាយជាងបុរសអត់ឲ្យមានកំបាំងភ្នែកយើងឃើញតែគ្រួសារយើងឃើញប្តីប្រពន្ធទៅចូលរួមមង្គលពិធីណាប្រពន្ធអូយតុបតែងរាងកាយរឿងអលង្ការមើលទៅដូចស្រីអប្សរាសម្រាប់ប្តីអត់មានតែមានតែខោអាវអីមួយធម្មតាបើសិនណាជិះរថយន្តទៅផងប្តីមើលទៅដូចជាបើកបោះរថយន្តប្រពន្ធដូចជាវាយនេះចុះមើលទៅឃើញបើខុសគ្នាគ្រឿងអលង្ការអានឹងជាទូទៅយើងមើលទៅឃើញអញ្ចឹងបានគេឲ្យឈ្មោះថាស្រីនឹងសង្សបាលីថាសិរីសង្ស្ក្រឹតថាស្ត្រីខ្មែរយើងថាស្រីទៅអញ្ចឹងថានារីស្ត្រីដែលជាញ៉ាំងគ្រួសាររបស់មនុស្សម្នាក់នោះឲ្យបានសុខសប្បាយចម្រើនគុំកាងសួស្តីបុរាណនោះថាខ្លែងហើត្បិតខ្យល់នាយថ្កើងត្បិតពលរក្សាឲ្យសុខទ្រពគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតភរិយាជាដែរថាទ្រពគង់ព្រោះមនុស្សស្រីទេហើយគ្រួសារនឹងផ្ទះធំស្រណុកល្អប្រុសប្រពន្ធនឹងគេអត់និយាយពីប្តីទេតែសោះណានេះបុរាណឲ្យតម្លៃស្រីនេះចឹងហើយបើយើងជួយសង្គ្រោះទំនុកម្រងគ្រឿងសម្លៀកបំពាក់អលង្ការឲ្យដល់ប្រពន្ធសប្បាយចិត្តនឹងយើងគិតនឹកក្នុងចិត្តគាត់ថាអើយប្តីគេស្រឡាញ់ឯងគេជួយទំនុកម្រងឯងសពតាំងពីគ្រឿងសម្លៀកបំពាក់គ្រឿងអលង្ការគេជួយដែរក៏មើលឃើញចឹងក៏សប្បាយចិត្តហើយគាត់មានភាកក្តីភាពទំងន់មកលើយើងហ្នឹងឃើញទេកាន់តែខ្លាំងទៅទៀតទីពឹងរបស់គាត់សប្បាយចិត្តអានេះអញ្ចឹងហើយប្រពន្ធយើងឥឡូវនិយាយឲ្យអស់កុំឲ្យលាក់កំបាំងនិយាយពីមនុស្សស្រី
ព្រះពុទ្ធលោកសម្ដែងសេចក្តីទុក្ខធំធំរបស់មនុស្សមាន4កើតចាស់ឈឺស្លាប់អា4នេះស្មើគ្នាទាំងប្រុសទាំងស្រីតែស្ត្រីមានទុក្ខ5ទីត្រួតទៅលើហ្នឹងយល់ទេបូកទៅលើអា4ហ្នឹងប្រុសមានតែ4ទេទុក្ខ5ហ្នឹងទុក្ខទី1របស់ស្ត្រីទុក្ខទី1រោគប្រចាំខែប្រាប់ឲ្យច្បាស់ទាំងអស់គ្នាពុទ្ធថាតាមពុទ្ធទេណាទុក្ខទី2ពោពោះ8 9ខែមិនមែនជាសេចក្តីសុខរបស់ស្ត្រីទេឯទុក្ខបោះយើងខ្លះចាញ់កូនអីគួតជើងអោបរិភោគក៏បានអីក៏បានទុក្ខទី3ទុក្ខប្រសូតកូនឈឺពោះសម្រាប់កូនឈឺពោះចង់ងាប់ចង់រស់បានបុរាណគេថាដូនតាថាបើចង់ស្ដាប់គោឲ្យស្ដាប់ក្នុងពោះចង់ដឹងស្លាប់រស់ឲ្យសួរស្រីស្រីយើងចង់ដឹងគោលើមេឃរាំងស្មើពេលវកោពោះគ្រីកគ្រូស្អីថានោះខ្យល់វាធ្វើចលនារត់តាមកពះពោះវាលឺសូរអញ្ចឹងតែយើងបរិភោគម្ហូបអីទៅវាមិនសមហ្នឹងវាកើតហើមពោះផ្គរលើមេក៏ខ្យល់ដែលទង្គិចគ្នាថាបើចង់ដឹងផ្គរឲ្យស្ដាប់ក្នុងពោះណាចង់ដឹងស្លាប់រស់ឲ្យសួរស្រីសួរពេលណាពេលប្រសូតកូនឯងងាប់រស់ណាឈឺជាប់ចាំអានឹងទុកទី3និងទុកទី4បំរើប្តីទុកទី5បែកប្រាត់ប្រាស់ពីម៉ែពីឪឯងទៅនៅជាមួយនឹងប្តីយើងគិតមើលតែមនុស្សណាគេមិនស្រឡាញ់ម៉ែឪទេណាឥឡូវបែកពីម៉ែឪទៅនៅជាមួយយើងអញ្ចឹងនេះជាទុកមួយហើយនេះអញ្ចឹងហើយបញ្ជាក់មួយទៀតឲ្យច្បាស់លាស់ម៉ែឪខាងស្រីគេស្រឡាញ់យើងជាងកូនគេបានគេឲ្យកូនគេនឹងមកណាប្រយ័ត្នមិនដឹងខ្លួនគេមិនស្រឡាញ់យើងមកគេមិនបានឲ្យកូនគេមកនៅជាមួយយើងទេកូនគេស្រឡាញ់ជាទ្រព្យសម្បត្តិរបស់គេដល់ធំគេតស៊ូងាប់រស់ក្នុងកូនគេចិញ្ចឹមតាំងពីដល់អាយុ4 10 20ណាគេក្រុមរក្សាទ្រព្យសម្បត្តិគ្រឿងឧបភោគបរិភោគគេទំនុកម្រងកូនគេទាំងអស់គេគ្មានស្រឡាញ់អីជាងកូនគេទេពេលដល់គេឲ្យមកយើងបានន័យថាគេស្រឡាញ់យើងជាងកូនគេទៅទៀតបានគេឲ្យកូនគេមកយើងនោះប្រយ័ត្នអានេះបញ្ជាក់ប្រយ័ត្នបញ្ចាំងត្រូវថែរក្សាភរិយាហ្នឹងដើម្បីកុំឲ្យម៉ែឪគេស្រក់ទឹកភ្នែកដោយសារយើងហ្នឹងណាអត់បានទេហ៎យើងមិនតែរក្សាកូនគេឲ្យយកកូនគេមកធ្វើទុកអាហ្នឹងអត់បានណានិយាយបញ្យល់ឲ្យអស់ជើងណាហ្នឹងចាប្រាប់ពីសេចក្តីទុករបស់ស្ត្រីហ្នឹង5 បូកលើ 4ទៀតជាទូទៅហ្នឹងបើសិនយើងឃើញសេចក្តីទុកនោះប្រកាសជាប្តីមនុស្សប្រុសមួយគឺមានភក្តីព្រាបអាណិតអាសូរដល់ភរិយារបស់បង្គោលមិនហ៊ានធ្វើឲ្យខ្នឹកខ្នងទៅធ្វើឲ្យប៉ះផ្លូវចិត្តផ្លូវតាមភរិយាទេអានេះអញ្ចឹង